តាមពិតទៅជំងឺ Anthrax នេះគឺបានបាត់បង់ពិភពផែនដីរបស់យើងអស់រយៈពេលជា20ឆ្នាំមកហើយតែនៅទីបំផុតនៅពេលនេះមេរោគ Anthrax មួយនេះក៏បានត្រឡប់មករាតត្បាតនៅលើភពផែនដីរបស់យើងសារជាថ្មីម្ដងទៀតសម្រាប់ក្មេងៗដែលកើតក្រោយឆ្នាំ2001ពួកគេអាចមិនស្គាល់ថាមេរោគ Anthrax នេះគឺជាអ្វីទេតែតាមពិតទៅមេរោគ Anthrax នេះគឺនាងកាយសាហាវខ្លាំងណាស់កាលពី20ឆ្នាំមុននៅប្រវត្តិសាស្ត្ររបស់មនុស្សជាតិរបស់យើងគឺធ្លាប់បានប្រើមេរោគ Anthrax នេះគឺជាអាវុធជីវសាស្ត្រដើម្បីសម្លាប់គ្នាផងដែរមេរោគ Anthrax កើតឡើងដោយសារការឆ្លងមេរោគដែលមានឈ្មោះថា Bacillus anthracis អ្វីដែលគួរឲ្យខ្លាចអ្វីដែលគួរឲ្យព្រួយបារម្ភសម្រាប់មេរោគ Anthracis នេះគឺនាងកាយសាហាវខ្លាំងណាស់នាងបានផលិត exotoxin ចូលនៅក្នុងរាងកាយរបស់មនុស្សយើងហើយធ្វើឲ្យអวัยวៈសំខាន់ៗរបស់រាងកាយរបស់មនុស្សយើងឈប់ដំណើរការដែលជាហេតុធ្វើឲ្យយើងអាចបាត់បង់ជីវិតទៅបានហើយចំណុចពិសេសរបស់នាងមួយទៀតមេរោគ Anthracis នេះគឺនាងអាចផលិតស្ពរដើម្បីជាអង់ទីកការពារខ្លួននាងដែលនាង